ច្បាប់ថ្មីមិនធ្លាប់មាននៅ FIFA Club World Cup ទំនងជានិស័យផ្គប់ផ្គងឲ្យ Ronaldo មក Real Madrid ជាលើកទី2 មុនការចូលនិវត្តន៍យ៉ាងហោចណាស់ក៏ចង់ឃើញ Cristiano Ronaldo អាចត្រឡប់មកពាក់ឈុត Real Madrid នេះជាក្តីស្រមៃរបស់អ្នកគាំទ្ររាប់លានអ្នកនៅទូទាំងសកលលោកបន្ទាប់តែពីស្ដេចបាល់ទាត់ Portugal បានចាក់ចេញនៅឆ្នាំ 2018 ក្នុងគ្រាគ្រប់គ្នាមិនទាន់អស់អាល័យបន្សល់ត្រឹមទូរលេខគ្រាប់បាល់ទី450នៅទឹកដី Bernabeu បើឲ្យអាធិរិកសទិញយកមកវិញប្រហែលជាមិនអាចកើតហើយរងចាំដល់ CR7 អស់កងត្រាយកក្នុងលក្ខខណ្ឌឥតតម្លៃខ្លួនក៏កាន់តែឆ្ងាយមិនងាយនឹងចេញជារូបរាងតែយ៉ាងណាថ្មីនេះលេខលៀងមានផ្លូវមួយឲ្យសំណើរបស់អ្នកគាំទ្រមួយជំហៀងផែនដីកើតចេញជាការពិតដោយផ្អែកតាមច្បាប់រៀបចំថ្មីរបស់ FIFA នៅពានរង្វាន់ Club World Cup ក្នុងយុគសម័យឆ្នាំក្រោយ 2025 ក៏ដោយសារតែការអនុម័តច្បាប់ថ្មីរបស់ FIFA បានចែងមកថាបណ្ដាក្លឹបមានឈ្មោះជាបេក្ខភាពចូលរួមពាន Club World Cup 2025 ទាំងអស់នឹងត្រូវបានអនុញ្ញាតឲ្យបន្ថែមកម្លាំងថ្មីតាមរយៈការកោះហៅវត្តមានកីឡាករក្រៅក្លឹបចំនួន6មកចូលរួមជាសមាជិកផ្លូវការរបស់ខ្លួនតែសម្រាប់ប្រើបានក្នុងពាន Club World Cup នៅរយៈកាលដែលក្លឹបបានឈរជើងដែលឡែកក្នុងចំណោមក្លឹបទាំង32ចេញពីទ្វីបនៃសហព័ន្ធទាំង6រៀបចំការបរិច្ឆេទមួយខែពេញនៅការបរិច្ឆេទថ្ងៃទី14មិថុនាដល់13កក្កដាឆ្នាំ2025អាចថាច្បាប់ថ្មីខាងលើនឹងផ្ដល់ផលចំណេញសម្រាប់ក្លឹបកម្រិតបង្គួរដូច Auckland City របស់អូស្ត្រាលី Urawa Red Diamond របស់ជប៉ុននិង Monterrey របស់មិចស៊ីកូជាដើមតែវាក៏ស៊ីសងលើការចរចាមិនប្រកាសថាចង់ចុចឈ្មោះនាំចូលកីឡាករណាក៏បានតែតាមចិត្តឡើយដល់តែបកមកក្លឹបគីឡូធ្ងន់ដោយលំដាប់យៈ Paris Saint-Germain Bayern Munich និង Real Madrid ជាដើមគឺពួកគេចំណេញការធ្វើទីផ្សារចំណេញកម្លាំងឧទាហរណ៍អាចប្រមូលបានកីឡាករលំដាប់ World Class ណាមួយចេញពីក្លឹបដទៃឬក៏ជាអតីតវីរបុរសរបស់ខ្លួនមកចូលរួមនៅការប្រកួតជាមួយឈុតថ្មីដែលទាំងអស់នេះជាទស្សនីយភាពប្លែកភ្នែកឥតធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្របាល់ទាត់យ៉ាងណា FIFA មិនទាន់លម្អិតច្បាស់នៅឡើយថានឹងអនុញ្ញាតឲ្យបណ្ដាក្លឹបទាំងអស់អាចសិលេចយកឈ្មោះកីឡាករទាំង6ពីក្លឹបខាងក្រៅដោយមានកំហិតឧទាហរណ៍មិនឲ្យយកកីឡាករចេញពីក្លឹបនៃលីកតែមួយប្រទេសតែមួយឬមានលក្ខខណ្ឌកំណត់ផ្សេងបែបណាក៏ប៉ុន្តែការស្រមៃគឺរមែងលេចចេញរូបរាងជាមុនដូចក្នុងវីដេអូយើងកំពុងបង្ហាញជូនបងប្អូនឱកាសទីច្រើនក៏ជាឱកាសដែលវានឹងអាចកើតមានល្អជាងអត់ដែលឧបមាថា Real Madrid ចរចាត្រូវរើនឹង Al Nassr ក្នុងការខ្ចីវត្តមាន Cristiano Ronaldo ក៏ដូចគ្នាការខ្ចីយក Karim Benzema បានសម្រេចពី Al Ittihad ហើយពួកគេក៏ទទួលជ័យជំនះក្លាយជាម្ចាស់ពាន Club World Cup 2025ស្រមៃទៅមើលបងប្អូនជាពិសេសអ្នកគាំទ្រអធិរាជសកាន់ឆ្នាំអារ៉ាំពេនូបានសុទ្ធតែលំដាប់ Legend មកចូលរួមម្ដងទៀតមុនពួកគាត់ចូលនិវត្តន៍តើនឹងក្លាយជាពេលវេលាដ៏អស្ចារ្យបែបណាទៅចេតនារបស់ FIFA ធ្វើក្នុងន័យនេះគឺនៅតែលើគោលដៅចង់ផ្សព្វផ្សាយបាល់ទាត់ឲ្យកាន់តែរីកសាយធំនោះឯងឧទាហរណ៍ចំណោមក្លឹបទាំង32អ្នកមិនបានស្រឡាញ់គាំទ្រតែវត្តមាន idol របស់អ្នកស្រាប់មានឈ្មោះចូលរួមពេលនោះអញ្ចឹងអ្នកក៏នឹងទៅតាមដានអដកភ្នែកដូចគ្នាចុងក្រោយផលចំណេញសម្រាប់ក្លឹបក៏មានឱកាសតេស្តគុណភាពកីឡាកររយៈពេលខ្លីហើយថាមិនត្រូវនៅរដូវក្តៅបន្ទាប់តែចប់ព្រឹត្តិការណ៍ប្រហែលកីឡាករត្រូវបានចរចាយកមកចូលរួមពេញសិទ្ធសម្រាប់រដូវកាលថ្មីតែម្ដងក៏អាចទៅរួចទាំងអស់នេះអាចជា last dance ការជួបចុងក្រោយរបស់ Ronaldo ជាមួយឈុតស Real Madrid